សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីបងប្អូនថ្ងៃនេះគឺត្រឹមថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025ជឿជាក់ថាបងប្អូនប្រហែលជាបានឃើញព័ត៌មានកំពុងតែក្តៅគគុកនៅតំបន់ព្រំដែនខាងខេត្តព្រះវិហារបងប្អូនបាទដោយព្រឹកថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025នេះទាហានថៃត្រូវរបួស2ក្បាលបាទដោយសារជន់មីននៅខេត្តស៊ីសាកេតក្នុងប្រទេសថៃឯណោះបាទដែលមានព្រំដែនជាប់ជាមួយនឹងខេត្តព្រះវិហាររបស់ប្រទេសកម្ពុជាយើងការជន់មីននេះបាទវាបញ្ចេញកំហឹងដាក់ខ្មែរយើងទៀតហើយបងប្អូនបាទពួកចោលសៀមនេះវាមិនចោលល្បិចថោកទាបនេះទេបងប្អូនវាប្រើល្បិចដដែលបាទគឺល្បិចជន់មីនបងប្អូនគម្រោងរបស់វាគឺនឹងត្រូវដោះលែងកងទ័ព18នាក់របស់យើងមកវិញនៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025នេះនៅសល់តែ2ថ្ងៃទៀតទេបាទប៉ុន្តែឥឡូវវាប្រើល្បិចវាថាវាជន់មីនបាទអញ្ចឹងការដោះលែងកងទ័ពនឹងគឺត្រូវបានទុកសិនបាទគឺបានន័យថាមិនត្រូវបានដោះលែងនៅថ្ងៃទី12ទេបាទហើយឥឡូវតំបន់ព្រំដែនកំពុងតែក្តៅខ្លាំងម្ដងទៀតហើយដោយសារតែអាចោសៀមនេះបាទវាប្រើល្បិចថោកទាបម្ដងហើយម្ដងទៀតបាទវាចង់បាទព្យួរកិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខាក្រមអធិបតីភាពដូណាល់ត្រាំបងប្អូនសូម្បីដូណាល់ត្រាំក៏វាមិនទុកក្នុងភ្នែកដែរបងប្អូនបាទខាងប្រទេសថោកទាបនេះបងប្អូនបាទប្រទេសនេះគឺពិតជាថោកទាបមែននាយករដ្ឋមន្ត្រីនៃប្រទេសថៃគឺលោកអនុទានឆាវរៈគុលចង់ព្យួរកិច្ចព្រមព្រៀងសន្តិភាពទុកម្លាយសិនហើយទុកការងារឲ្យក្រសួងការពារជាតិថៃនឹងអ្នកធ្វើការបាទដោយអបិនាយករដ្ឋមន្ត្រីនេះវាលែងទទួលខុសត្រូវរឿងជាតិទៀតហើយវាទុកឲ្យក្រសួងការពារជាតិអ្នកបាទធ្វើការនៅក្នុងរឿងនេះដោយសារតែទាហានរបស់វាជន់មីនដាច់ជើង2ក្បាលទៀតហើយនៅថ្ងៃមិញបងប្អូនថ្ងៃទី10វិច្ឆិកានេះបាទគឺនៅខេត្តស៊ីសាកេតក្នុងប្រទេសថៃឯណោះទេវាដើរជន់មីនអញ្ចឹងបានន័យថាវាដើរឆ្លងដែនមកកាន់ខ្មែរយើងទៀតហើយបងប្អូនបាទវាអត់នៅស្ងៀមទេបងប្អូនវាចង់បានដីខ្មែរយើងណាបងប្អូនយើងមានវីដេអូមួយតាក់ទងទៅនឹងរឿងរ៉ាវដែលលោកអនុទានឆាវរៈគុលនាយករដ្ឋមន្ត្រីថៃនឹងចង់ព្យួរកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខារវាងខ្មែរនិងថៃក្រមអធិបតីភាពអាមេរិកចឹងបងប្អូនបាទអញ្ចឹងយើងទៅមើលទាំងអស់គ្នាថាវីដេអូនោះវាយ៉ាងណាបាទនាយករដ្ឋមន្ត្រីថៃប្រកាសឲ្យព្យួរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃមានចឹងទៀតឃើញចឹងបានដែរបាទបងប្អូនថ្ងៃនេះរឿងកាន់តែក្តៅមែនទែនបងប្អូនតាក់ទងកម្ពុជាថៃរបស់យើងដឹងថាពីព្រឹកមិញគេបាននិយាយអំពីរឿងជន់មីនប៉ុន្តែរសៀលបន្តិចមានស្ថានភាពកាន់តែក្តៅកើតឡើងនៅឯប្រាសាទតាមាន់ធំបងប្អូននេះបើតាមសារព័ត៌មានក្នុងស្រុករបស់យើងបានយកមកចែករំលែកជាបន្តបន្ទាប់ប៉ុន្តែនៅល្ងាចនេះបងប្អូនល្ងាចថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025នេះក៏មានព័ត៌មានវីដេអូឃ្លីបខ្លីរបស់លោកអនុទានដែលនិយាយថាគេសម្រេចចិត្តព្យួរកិច្ចព្រមព្រៀងសន្តិភាពតែម្ដងបងប្អូននេះជារឿងចម្លែកមួយនេះជារឿងថ្មីមែនទែនដែលមិនដែលឃើញទេបងប្អូនវាធ្លាប់តែព្យួរនាយករដ្ឋមន្ត្រីប៉ុន្តែឥឡូវនេះទៅជាព្យួរកិច្ចព្រមព្រៀងសន្តិភាពអញ្ចឹងបាទបងប្អូនថ្មីមែនបាទប្លែកមែនគឺព្យួរកិច្ចព្រមព្រៀងសន្តិភាពបងប្អូនខ្ញុំធ្លាប់តែឮការព្យួរឈ្មោះសិក្សាឬក៏ព្យួរឈ្មោះព្យួរតំណែងបដអសន្នបាទអានេះព្យួរកិច្ចព្រមព្រៀងសន្តិភាពបាទវាទុកកិច្ចព្រមព្រៀងសន្តិភាពដែលបាទនាយកបាទសំទោសដែលប្រធានាធិបតីអាមេរិកមកចុះហត្ថលេខាហ្នឹងវាទុកជាខ្យល់ហើយបងប្អូនបាទវាអត់ទុកអាមេរិកក្នុងភ្នែកទេណាបងប្អូនបាទទុកអាមេរិកមិនទុកក្នុងភ្នែកទេបាទសូម្បីតែកិច្ចព្រមព្រៀងសន្តិភាពបាទអាមេរិកចុះហត្ថលេខាជាមួយវាផ្ទាល់ដែលវាដូរកៅអីទៅអង្គុយជិតអាមេរិកហ្នឹងក៏វាចង់ព្យួរដែរបងប្អូនបាទអានេះគឺពិតជាគំនិតមហាសែនថោកទាបមែនទែនហើយល្បិចនេះគឺល្បិចដដែលច្រំដែលបាទរវាងបាទឲ្យទាហានដើរជន់មីនដាច់ជើងហ្នឹងបាទហើយទាហានវាសុំទៅសើបាទសម្បូរជើងមែនបាទសម្បូរជើងណាស់បាទចង់បានល្បិចឲ្យតែមានចង់ប្រើល្បិចគឺយកទាហានមកជន់មីនដាច់ជើងបាទវាទុកជើងទាហានថៃរបស់វាហ្នឹងបាទទុកដូចជើងមន់ហើយបងប្អូនបាទមានន័យថាម៉េចមានន័យថាលើកចោលមានន័យថាទុកម្លាយសិនឬក៏យ៉ាងណាខ្ញុំសូមអានព័ត៌មាននេះជូនបងប្អូនបន្តិចហើយខ្ញុំនឹងដាក់វីដេអូលោកអនុទាននិយាយជាភាសាថៃតែម្ដងសម្រាប់បងប្អូនដែលចេះភាសាថៃអាចចំណាយពេលស្ដាប់បន្តិចហើយបងប្អូនខ្ញុំភ្លេចនិយាយមុននេះគឺបងប្រុសក៏បាននិយាយថាមានរឿងតាក់ទងទៅនឹងខាងប្រាសាទតាមាន់បាទប្រាសាទតាមាន់អាចមានរឿងតិចតួចបាទប៉ុន្តែយើងអត់ដឹងព័ត៌មានច្បាស់ខ្ញុំមិនបានផ្សាយជូនពុកម៉ែបងប្អូនទេប៉ុន្តែយើងបានឮលហៀងតាមបងប្រុសគាត់និយាយគាត់ថាអាចមានថ្ងៃមិញគឺប៉ះគ្នានៅប្រាសាទតាមាន់តិចតួចដែរបាទបងប្អូនអាច comment នៅអ្វីដែលបងប្អូនស្ដាប់បានយល់បាននៅខាងក្រោមដែរបងប្អូនខ្ញុំសូមអានសារនេះជូនបងប្អូនបន្តិច
នាយករដ្ឋមន្ត្រីថៃបញ្ជាឲ្យផ្អាកប្រតិបត្តិកិច្ចព្រមព្រៀងសន្តិភាពថៃកម្ពុជាភ្លាមនិងលុបចោលការដោះលែងទាហានខ្មែរក្រោយទាហានថៃបានផ្ទុះមីនរងរបួស2នាក់បាទនេះគឺជាសារខ្លី caption ខ្លីរបស់គេបងប្អូនស្ដាប់វីដេអូខ្លីនេះជាភាសាថៃទាំងអស់គ្នាกระทรวงกลาโหมและกระทรวงต่างประเทศว่าต้องทำตามสิ่งที่ประเทศไทยต้องการเท่านั้นสิ่งที่มันเกิดขึ้นนี้ทำให้ความเป็นปฏิปักษ์ที่เราคิดว่ามันจะลดลงไปต่อความมั่นคงของชาติมันไม่ได้ลดเมื่อมันไม่ได้ลดเราก็ดำเนินการอะไรนอกเหนือจากนี้ไม่ได้นะครับถูกต้องครับทุกอย่างต้องหยุดครับนะครับรายละเอียดเดี๋ยวผมให้ทางท่านรัฐมนตรีกลาโหมและกองทัพนะครับได้ออกมาชี้แจงกับผู้สื่อข่าวสิ่งที่ผมยืนยันกับท่านไปแล้วก็คือว่าท่านว่าไปเลยผมอยู่กับท่านผมตามท่านทุกอย่างครับបាទបងប្អូននេះគឺជាភាសាថៃដែលនាយករដ្ឋមន្ត្រីអនុទានឆានវរៈគុលនិយាយដោយផ្ទាល់ចេញពីមាត់បាទតាមរយៈការបកប្រែជាភាសាអង់គ្លេសខ្ញុំអាចយល់ខ្លះបាទសម្ដីមិញនេះគឺនិយាយតាក់ទងទៅនឹងការដោះលែងកងទ័ព18នាក់របស់ខ្មែរយើងដែលវាចាប់ទៅហ្នឹងបងប្អូនជាង100ថ្ងៃនេះគឺវាថាវាឈប់ប្រតិបត្តិការនឹងក្រងដោះលែងបាទនៅថ្ងៃទី12ខាងមុខនេះបងប្អូនបាទអញ្ចឹងបានន័យថាកម្រងនៅវាចង់ដោះលែងខ្មែរយើងឲ្យមកបាទត្រឡប់មកប្រទេសខ្លួនវិញគឺបាទបានន័យថារំសាយចោលហើយគម្រោងនោះហើយវាថាវាទុកឱកាសបាទវាទុកពេលឲ្យបាទក្រសួងការពារជាតិវាអ្នកធ្វើការវិញហើយវានៅឈរជាមួយនឹងក្រសួងការពារជាតិជានិច្ចអញ្ចឹងបានន័យថាវាទុកឲ្យខាងយោធាជាអ្នកដឹកក្បាលវិញបងប្អូនបាទយកទុកឲ្យយោធាជាអ្នកដឹកចំហដោយកបីអញ្ចឹងបងប្អូនហើយវាថាវានៅកាងពីក្រោយបាទអានេះគឺកំណត់បាទថោកទាបមែនទែនបាទចង់វាយខ្លាំងណាស់ហើយបាទប៉ុន្តែវាឈ្នះខ្មែរយើងទេបងប្អូនបាទគាត់ថាគាត់នឹងតាមសេចក្តីសម្រេចរបស់ក្រសួងកលាហោមបាទហើយនឹងខាងកងទ័ពគេសម្រេចចិត្តយ៉ាងណាទៀតយើងចាំមើលទាំងអស់គ្នាបងប្អូននេះគឺជាលេសជាបន្តបន្ទាប់ដែលគេធ្វើដើម្បីមានឱកាសនៅក្នុងការឈ្លានពានកម្ពុជាជាលើកទី2ទៀតហើយបងប្អូនយើងដឹងហើយថាភាគីនេះគេមិនឈប់ទេអ្វីដែលគេចង់បានអ្វីដែលគេប្រកាសថាគេនឹងទាមទារមកវិញឲ្យបានគេនឹងធ្វើមើលទៅដូចជាគេគ្មានសង្ឃឹមនៅក្នុងការយករបស់ដែលគេចង់បានមកវិញតាមលក្ខណៈកិច្ចព្រមព្រៀងណាមួយតាមអនុសញ្ញាសន្ធិសញ្ញាអីមួយក៏មិនអាចយកបានតាមផ្លូវច្បាប់ទេដែលគេមើលឃើញថាអញ្ចឹងគេអស់ផ្លូវហើយដូច្នេះគេប្រហែលជាជ្រើសរើសនៅក្នុងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធសារជាថ្មីបាទនេះគឺគំនិតថោកទាបណាស់បងប្អូនគំនិតថោកទាបណាស់បើន័យថាវាចង់បានប្រាសាទបងប្អូនវាចង់បានប្រាសាទហើយដោយសារតែដូណាល់ត្រាំចុះមកផ្ទាល់បាទអញ្ចឹងវាត្រូវបង្ខំចិត្តចុះកិច្ចព្រមព្រៀងសន្តិភាពបាទហើយឥឡូវនេះវាចេញលិចកតុយមកភ្លាមបងប្អូនបាទចុះកិច្ចព្រមព្រៀងសន្តិភាពមិនតាន់បានមួយខែស្រួលបួលផងបាទឥឡូវនេះវាលិចកតុយបាទវាថាជន់មីនបាទវាចង់បាទយកអាលេសជន់មីននឹងមកវាយប្រហារកម្ពុជាម្ដងទៀតហើយបងប្អូនបាទកាលពីផ្ទុះសង្គ្រាមរវាងខ្មែរនិងថៃដំបូងបាទលេសរបស់វាគឺជន់មីនហ្នឹងឯងបងប្អូនបាទជន់មីនប្រមាណដងដូចជា2ដងបងប្អូនឬក៏3ដងខ្ញុំភ្លេចបាទជន់មីនលើកទី3បាទវាថាវាបិទប្រាសាទហើយវាវាយតែម្ដងបាទព្រឹកស្អែកឡើងវាបិទប្រាសាទមែនបាទវាយកលួសមកពត់បិទប្រាសាទបន្ទាប់មកវាវាយបាទវាវាយខ្មែរយើងបាញ់ខ្មែរយើងមុនបាទហើយបន្ទាប់មកខ្មែរយើងក៏តដៃទៅវិញបាទហើយតាមព័ត៌មានកាលពីពេលនោះបាទព័ត៌មានប្រឆាំងគ្នាទៅវិញទៅមកហើយថៃវាបាញ់ខ្មែរយើងមុនវាចោទតែខ្មែរយើងនឹងបាញ់វាមុនបាទអានេះគឺពិតជាថោកទីមែនឥឡូវម្ដងទៀតហើយបងប្អូនឥឡូវម្ដងទៀតហើយវាបង្ករឿងធ្វើដើរជន់មីនបាទវាចង់យកលេសមកវាយកម្ពុជាយើងម្ដងទៀតបាទហើយចាំមើលថាបើវាវាយមែនបាទព័ត៌មានវានឹងចេញថាយើងនឹងបង្ករឿងដាក់វាមុនបាទអានេះគឺវាពិតជាថោកទាបណាស់បងប្អូនបាទនឹងដណ្ដើមយកទីតាំងមួយចំនួនណាបងប្អូននេះគឺជាព័ត៌មានសំខាន់មែនទែនក្តៅហុយសូមបងប្អូនជួយ share ទាំងអស់គ្នាម្នាក់មួយវីដេអូនេះបងប្អូនយើងចាំតាមដានទាំងអស់គ្នាយប់នេះឬក៏ព្រឹកស្អែកនឹងមានរឿងអីកើតឡើងទៀតយើងរងចាំតាមដានទាំងអស់គ្នាបងប្អូនអរគុណច្រើនបាទបងប្អូនរឿងនេះគឺពិតជាកំពុងតែក្តៅមែនទែននៅតំបន់ព្រំដែនដោយកងទ័ពរបស់កម្ពុជាយើងនិងកងទ័ពរបស់ប្រទេសថៃហ្នឹងគឺកំពុងតែត្រៀមខ្លួនបាទស្ដាប់បញ្ជាមេទាំងសងខាងហើយបាទហើយយើងមិនដឹងថារឿងរ៉ាវទៅមុខយ៉ាងណាទៀតនោះទេបងប្អូនបាទនេះជាព័ត៌មានបឋមដែលខ្ញុំទទួលបានពីបងប្រុសនេះហើយខ្ញុំបានយកមកចែកជូនពុកម៉ែបងប្អូនបានដឹងបន្តគ្នាផងដែរបាទអញ្ចឹងនៅពេលដែលមានព័ត៌មានអ្វីថ្មីទៀតបាទខ្ញុំបាននឹងចែករំលែកជូនបងប្អូនទាំងអស់គ្នាបន្តទៅទៀតបាទ